ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើគៀវបំពងស្រួយវិធីធ្វើគៀវបំពងស្រួយនេះដូចជាមិនពិបាកអីណាស់ណាទេគ្រាន់តែថាបើសិនជាយើងធ្វើអត់ត្រូវក្បួនវាអាចធ្វើឲ្យសម្បករបស់វាឆាប់ទន់ហើយអត់ស្រួយបានយូរមូលហេតុចម្បងដែលធ្វើឲ្យវាឆាប់ទន់ហ្នឹងគឺដោយសារតែគៀវផុនយើងហ្នឹងវាបឺតខ្លាញ់ដោយបងប្អូនបានឮសំឡេងគៀវនេះអញ្ចឹងគឺស្រួយល្អមែនតើនេះខ្ញុំថតផងគឺប្រើពេលយូរទម្រាំអាចចាប់ផ្ដើមមកថតញ៉ាំឲ្យបងប្អូនបានឃើញហើយវានៅតែស្រួយបែបនេះទៀតតោះអញ្ចឹងយើងនាំគ្នាមកមើលគ្រឿងផ្សំសម្រាប់ធ្វើគៀវបំពងស្រួយសាច់ជ្រូកចិញ្ច្រាំនេះមានទម្ងន់3ខាំបង្គាចិញ្ច្រាំហើយនេះមានទម្ងន់1ខាំកន្លះចំពោះការ៉ុតមានទម្ងន់1ខាំហើយនេះវិញគឺជាសម្បកគៀវខ្មែរគ្រឿងផ្សំផ្សេងទៀតមានដូចជាស្លឹកជីបន្សុយខ្ញីហើយនិងស្លឹកខ្ទឹមសចិញ្ច្រាំជាមួយនឹងម្សៅឆាពងមាន់1គ្រាប់ទឹកប្រេងខ្យងជាមួយនឹងទឹកស៊ីអ៊ីវហើយនឹងមានគ្រឿងផ្សំផ្សេងទៀតដូចជាស្ករអំបិលម្រេចឥឡូវនេះយើងចាប់ផ្ដើមជាមួយនឹងខ្ញីអញ្ចឹងខ្ញុំយកខ្ញីមួយដុំតូចហ្នឹងមកហាន់ជាចំណិតស្ដើងៗរួចចិញ្ច្រាំឲ្យម៉ត់ខ្ញីចិញ្ច្រាំម៉ត់នេះខ្ញុំប្រើចំនួន1ស្លាបព្រាបាយបន្ទាប់មកស្លឹកជីវ៉ាន់ស៊ុយនេះខ្ញុំក៏យកវាមកហាន់ជាកំណាត់ខ្លីៗហើយចិញ្ច្រាំឲ្យម៉ត់ដូចគ្នាបរិមាណដែលខ្ញុំនឹងយកមកប្រើគឺចំនួន1ស្លាបព្រាបាយដែរខ្ទឹមសចំនួន3កំពឹសចិញ្ច្រាំឲ្យម៉ត់ល្មមដូចគ្នារីឯការ៉ុតនេះវិញខ្ញុំប្រើចំនួន1មើមអញ្ចឹងខ្ញុំនឹងឈូសវាជាសរសៃល្អិតសាច់ការ៉ុតដែលបានឈូសហើយនេះគឺមានទម្ងន់1ខាំអញ្ចឹងបងប្អូនអាចយកកន្ត្រៃមកកាត់វាឲ្យคล้ายជាកំណាត់ខ្លីៗតូចៗឬមួយក៏យកកាំបិតមកចិញ្ច្រាំក៏បានដែរឥឡូវនេះគ្រឿងផ្សំទាំងអស់ត្រៀមបានរួចរាល់ហើយដល់ពេលដែលយើងត្រូវផ្សំគ្រឿងវិញម្ដងជាដំបូងគឺយើងត្រូវដាក់សាច់ជ្រូកចិញ្ច្រាំចំនួន3ខាំសាច់បង្គាចិញ្ច្រាំរួច1ខាំកន្លះការ៉ុតចិញ្ច្រាំ1ខាំខ្ទឹមស3កំពឹសខ្ញី1ស្លាបព្រាបាយស្លឹកជីវ៉ាន់ស៊ុយ1ស្លាបព្រាបាយដូចគ្នាស្លឹកជីវ៉ាន់ស៊ុយនេះធ្វើឲ្យស្នូលគៀវនឹងគឺកាន់តែមានរសជាតិឆ្ងាញ់បងប្អូនពុំគួររំលងនោះទេស្លឹកខ្ទឹម1ស្លាបព្រាបាយម្សៅឆាឬក៏ម្សៅពោត1ស្លាបព្រាបាយកន្លះទឹកស៊ីអ៊ីវ1ស្លាបព្រាបាយទឹកប្រេងខ្យង1ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាកាហ្វេស្ករស1ស្លាបព្រាកាហ្វេម្រេចម៉ដ្ឋកន្លះស្លាបព្រាកាហ្វេជាចុងក្រោយគឺជាពងមាន់1គ្រាប់ដាក់គ្រប់គ្រឿងអស់ហើយបងប្អូនត្រូវច្របល់គ្រឿងទាំងអស់ហ្នឹងឲ្យវាคล้ายទៅជាល្បាយតែមួយចាឥឡូវនេះស្នូលគៀវធ្វើបានរួចរាល់ហើយបងប្អូនអាចទុកវាមួយឡែកសិនទៅយើងនាំគ្នាមកមើលសម្បកគៀវនេះគឺជារបស់ខ្មែរបងប្អូនគ្រាន់តែបកវាចេញជាបន្ទះឲ្យដាច់ពីគ្នាទៅចំពោះម៉ូតគៀវបងប្អូនចង់ធ្វើម៉ូតដែលបងប្អូនចូលចិត្តឬមួយក៏ធ្វើដូចខ្ញុំក៏បានដែរអញ្ចឹងយើងគ្រាន់តែដួសស្នូលសាច់ជ្រូកនឹងមកដាក់ចំកណ្ដាលឲ្យល្មមរួចហើយបងប្អូនគ្រាន់តែខ្ជិបមុខវាច្របាច់មូលយកតែម្ដងសម្បកគៀវផុនខ្មែរយើងនេះស្រួលប្រើណាស់បងប្អូនគ្រាន់តែក្របួចអញ្ចឹងគឺជាប់តែម្ដងពុំចាំបាច់បន្ថែមនៅទឹកម្សៅឆាឬក៏ពងមាន់នោះទេតែបើនិយាយពីក្បួនត្រឹមត្រូវក្នុងការខ្ចប់គៀវគឺខ្ញុំក៏អត់សូវដឹងណាស់ណាដែរបងប្អូនប្រសិនជាបងប្អូនដឹងអាចជួយខមមិនប្រាប់ខ្ញុំផងហើយក្បួនមួយនេះទៀតវិញគឺរបៀបធ្វើឲ្យចេញជារូបរាងដុំមាសក្នុងការធ្វើរូបរាងដុំមាសនេះយើងត្រូវការទឹកពងមាន់ជំនួយដែរបងប្អូនដោយសារយើងត្រូវចុចចំកណ្ដាលអញ្ចឹងហើយយើងត្រូវយកចុងទាំងសងខាងហ្នឹងមកផ្អោបចូលគ្នាដោយនេះបងប្អូនអាចបន្តធ្វើដដែលរហូតដល់អស់សម្បកគៀវនេះប្រសិនបើបងប្អូនបំពងអត់អស់ទេបងប្អូនអាចរក្សាទុកនៅកន្លែងទូកកនឹងរយៈពេលយូរនៅពេលដែលយើងចង់យកមកបំពងបងប្អូនអាចបំពងបានភ្លាមដោយពុំចាំបាច់យកទៅកម្ដៅឲ្យវារលាយទឹកកកសិននោះទេចំនួនទាំងអស់នេះគឺជាគៀវដែលខ្ញុំទិញមកមួយកញ្ចប់គឺធ្វើបានប៉ុណ្ណឹងអញ្ចឹងហើយមើលសាច់នៅសល់ប្រហែលជា2/3ទៀតគៀវវិចខ្ចប់បានរួចរាល់ហើយយើងអាចចាប់ផ្ដើមយកវាទៅដាក់បំពងបានបងប្អូនត្រូវចាក់ប្រេងឆាឲ្យច្រើនគួរសមកម្ដៅឲ្យវាឡើងក្ដៅសិនគន្លឹះសំខាន់ដែលធ្វើឲ្យសម្បកគៀវនឹងស្រួយបានយូរបងប្អូនត្រូវកម្ដៅប្រេងឆាឲ្យវាឡើងដល់140អង្សាសេសិនបងប្អូនអាចមើលនៅក្នុងវីដេអូនេះបាននៅពេលដែលយើងទម្លាក់គៀវនឹងចូលទៅគឺមានពពុះស្គល់ចេញមកតែម្ដងនៅពេលដែលវាមានពពុះចេញមកខ្លាំងអញ្ចឹងបានន័យថាវាព្យាយាមបញ្ចេញខ្យល់ជាមួយនឹងជាតិទឹកចេញឲ្យអស់ពេលនោះគៀវផុនយើងនឹងគឺវាអត់បឺតខ្លាញ់នោះទេហើយនៅក្នុងការបំពងគៀវនេះដែរគឺយើងត្រូវធ្វើ2ដងលើកទី1បងប្អូនគ្រាន់តែដាក់វាមើលទៅតែសម្បកចាប់ផ្ដើមរៀងរឹងហើយបងប្អូនត្រូវស្រង់វាចេញពណ៌សម្បកគៀវគឺឡើងលឿងរឹងបែបនេះអញ្ចឹងបងប្អូនស្រង់វាចេញហើយសម្រក់ប្រេងឆាឲ្យអស់ហើយនឹងទុកឲ្យវាចុះត្រជាក់បន្តិចសិន
នេះខ្ញុំធ្វើឲ្យមើលម្ដងទៀតនៅពេលដែលយើងទម្លាក់គៀវចូលដំបូងទៅគឺឃើញពពុះស្គល់ខ្លាំងអញ្ចឹងបានន័យថាយើងធ្វើត្រូវហើយបំពងគៀវលើកទី1គឺប្រើពេលប្រហែលជា2ឬក៏3នាទីប៉ុណ្ណោះឥឡូវនេះដល់ពេលដែលយើងត្រូវយកគៀវនឹងមកបំពងជាលើកទី2អញ្ចឹងប្រេងឆាត្រូវក្តៅជាងមុនទៀតប្រហែលជា160អង្សាសេលើកនេះយើងត្រូវដាក់បំពងរហូតដល់សម្បកគៀវនឹងឡើងក្រហមលក្ខណៈសម្គាល់ឲ្យដឹងថាតើគៀវនឹងស្រួយល្អអត់បងប្អូនមើលតែសម្បកគៀវទៅគឺឃើញហើយឃើញថាវាមានពងប៉ោងឡើងមកហ្នឹងគឺស្រួយបានយូរចាសរុបមកវិធីធ្វើស្នូលគៀវគឺងាយស្រួលទេអត់មានអីពិបាកទេគ្រាន់តែថាតើយើងត្រូវមានគន្លឹះបែបណាដើម្បីឲ្យសម្បកគៀវនឹងវាស្រួយបានយូរឥឡូវនេះគៀវបំពងស្រួយរបស់យើងធ្វើបានរួចរាល់ហើយបងប្អូនអាចស្ដាប់សំឡេងមើលគឺស្រួយល្អមែនតែនហើយសាច់ខាងក្នុងក៏ឆ្អិនបានល្អដែរចាអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីអាចសរសេរជា comment នៅខាងក្រោមវីដេអូនិងចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា